សូមជម្រាបសួរបងប្អូនទាំងអស់គ្នាដែលមានជំនឿទៅលើឫទ្ធិព្រហ្មញ្ញសាសនាដែលមានជំនឿទៅលើអង្គអាទិទេព3ព្រះអង្គមានព្រះវិស្ណុព្រះព្រហ្មព្រះសិវៈតើបងប្អូនស្រឡាញ់តួអង្គឬក៏គោរពនិងពេញចិត្តតួអង្គមួយណាសូមជួយរាយការណ៍ comment ជួយឲ្យបេះដូងឬក៏ឲ្យមេដៃឲ្យខ្ញុំម្នាក់មួយផងតែចំពោះខ្ញុំវិញក្នុងចំណោមព្រះអាទិទេពទាំង3ព្រះអង្គមានព្រះវិស្ណុព្រះព្រហ្មព្រះសិវៈនេះគឺខ្ញុំមានចំណាប់អារម្មណ៍ហើយស្រឡាញ់ចំពោះអង្គព្រះសិវៈច្រើនជាងអង្គដតីដោយសារទី1គឺខ្ញុំចូលចិត្តនៅការក្រងសម្លៀកបំពាក់របស់ព្រះសិវៈការក្រងស្បែកខ្លាការបួងសក់ការក្រងនៅអង្កាំជាពិសេសគឺស្រឡាញ់អាវុធត្រីសូរណាគឺត្រីសូរមកទៅតំណងមកទៅវិលយហើយទី2គឺស្រឡាញ់រូបរាងអូព្រះសិវៈគឺលក្ខណៈមាំទាំហើយតាក់ទងនឹងការធ្វើសម្បាំងគេហៅអ្នកចម្បាំងហើយទី3នេះគឺលក្ខណៈភាពស្ងប់ស្ងាត់របស់ព្រះសិវៈហើយម្យ៉ាងវិញទៀតខ្ញុំក៏ចូលចិត្តខ្លាំងបំផុតគឺនៅលក្ខណៈសម្បត្តិរបស់ព្រះសិវៈគឺការធ្វើសង្គ្រាមនៅពេលដែលទ្រង់សម្ដែងនៅរិទ្ធសម្ដែងនៅអភិនិហាសម្ដែងនៅរិទ្ធរបស់ទ្រង់ដើម្បីបង្ក្រាបពពួកអសុរៈហើយទាំងទឹកមុខទាំងការក្រងនៅស្បែកខ្លានៅពោះនៅអាវុធផ្សេងគឺមើលទៅដកជាប់ក្នុងចិត្តរបស់ខ្ញុំតែចំពោះបងប្អូនវិញខ្ញុំមិនដឹងថាបងប្អូនចូលចិត្តអង្គមួយណាទេក្នុងរវាងអង្គអាទិទេពទាំង3ទាំងអង្គព្រះវិស្ណុព្រះព្រហ្មនិងព្រះសិវៈហើយសូមបងប្អូនជួយ comment ប្រាប់ផងតើនៅក្នុងចំណោមព្រះអាទិទេពទាំង3ព្រះអង្គហ្នឹងតើបងប្អូនស្រឡាញ់តួអង្គមួយណាដែលនៅក្នុងចិត្តនៅក្នុងបេះដូងរបស់បងប្អូនទាំងអស់គ្នាតើបងប្អូនស្រឡាញ់ព្រះព្រហ្មឬក៏ស្រឡាញ់ព្រះវិស្ណុឬក៏ស្រឡាញ់ព្រះសិវៈគឺស្ថិតនៅលើបងប្អូនហើយដូចខ្ញុំនិយាយបកទៅខាងដើមតែចំពោះខ្ញុំវិញគឺខ្ញុំចូលចិត្តព្រះសិវៈទាំងរូបរាងទាំងការក្រងទាំងការស្លៀកពាក់ទាំងកម្មអាវុធរិទ្ធអភិនិហានិងយុទ្ធសាស្ត្រផ្សេងរបស់ទ្រង់សូមបងប្អូនទាំងអស់គ្នាកុំភ្លេចណាជួយ comment ជួយឲ្យបេះដូងខ្ញុំអ្នកមួយផងនៅក្នុងវីដេអូរបស់ខ្ញុំអរគុណច្រើនសូមជម្រាបលាបងប្អូនទាំងអស់គ្នាសូមឲ្យមានលាភមានជ័យមានសិរីសួស្តីនិងរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារសូមអរគុណសូមជម្រាបលា